បីសាច់បានចេញមកកាន់តែច្រើនទៅមិនចេះអស់បើបន្តបែបនេះបន្ទាប់ពីធម្មពលពួកយើងរីស្ងួតប្រកាសជាខ្លាយទៅជាចំណីពួកវាមិនខានអ្នកនាងឆាប់ប្រើវិជាសម្ងាត់ដើម្បីសុំជំនួយពីកុលសម្ព័ន្ធមេធ្មប់ទៅទើបយើងអាចមានសង្ឃឹមរស់ល្អខ្ញុំនឹងសុំជំនួយវិជាសម្ងាត់របស់កុលសម្ព័ន្ធមេធ្មប់រលកសំឡេងពាន់យោជអង្គរៈកុលសម្ព័ន្ធមេធ្មប់ស្ដាប់បញ្ជាឥឡូវនេះពួកយើងកំពុងតែមានគ្រោះថ្នាក់នៅឯតំបន់វាលខ្សាច់ពួកយើងត្រូវការជំនួយជាបន្ទាន់មិនបានទេត្រូវតែស្វែងរកទីតាំងដែលសត្វបិសាចនោះចេញមកវិជាកំណត់ដឹងកម្រិតទី4អាចកំណត់ដឹងរឿងជុំវិញខ្លួនចំនួន 1000 ជំហានតាមពិតទីតាំងដែលបិសាចចេញមកគឺនៅទីនោះសោះខ្ញុំត្រូវតែកំទេចវាចោលថ្ងៃនេះសាឡបងប្រើប្រាស់វិជាអតិទេពរន្ទះម្ដងទៅចោះវិជាអតិទេពរន្ទះស្នៀតទី1ចតាប់ដៃរន្ទះខ្ញុំបានតែត្រឹមឈរមើលតែប៉ុណ្ណោះបាតដៃក៏សាច់ខ្នងដៃក៏សាច់វិជាលំពេងនាគក្រាចស្នៀតទី1លំពេងរាប់ពាន់ធ្លាក់ពីលើមេនាងនាគម្នាក់នេះវាយប្រហារខ្ញុំជាង50ស្នៀតទៅហើយខ្ញុំមិនដែលជួបនរណាគេលេងខូចដូចនាងនោះឡើយស្នៀតទី2លំពេងបុកទម្លុះល្អនេះគឺជាលើកទី1ហើយដែលមានមនុស្សធ្វើឲ្យខ្ញុំរបួសដើមទ្រូងជ្រៅយ៉ាងនេះតើនាងនៅសល់ប្រមាណស្នៀតទៀតទៅគឺយើងនៅសល់ស្នៀតជាច្រើនទៀតទុកចាប់ការឯងស្នៀតលំហបដូរទីកន្លែងវីវហើយគេបានបោកខ្ញុំឲ្យនិយាយដើម្បីបង្អាក់ការវាយប្រហាររបស់ខ្ញុំពេលនេះទីតាំងខ្ញុំនិងទីតាំងលោកម្ចាស់ត្រូវបានផ្លាស់ប្ដូរគ្នាហើយវីវហើយលោកមានរឿងហើយមិននឹកស្មានថាស្ដេចអប្សរៈក៏ចេះលេងល្បិចដែរសោះល្បែងមួយនេះជិតដល់ពេលត្រូវបញ្ចប់ហើយអ្នកគ្រូតើអ្នកគ្រូត្រៀមខ្លួនហើយឬនៅយើងបានត្រៀមខ្លួនរួចហើយឆាប់ចាប់ផ្ដើមទៅយើងចង់ដឹងណាស់ថាតើអាវក្រោះរបស់ឯងអាចទប់ទល់ជាមួយនឹងកំដាប់ដៃអមតៈដូចជាយើងបានទេស្នេហាពិតជាធ្វើឲ្យមនុស្សខ្វាក់ភ្នែកមែនហេតុអ្វីបានជានាងល្ងងយ៉ាងនេះស្ដេចអប្សរៈមិនអាចធ្វើអ្វីខ្ញុំបានទេខ្ញុំមិនបានគិតអ្វីច្រើនទេខ្ញុំគ្រាន់តែចង់ការពារលោកពេលខ្ញុំស្លាប់ទៅកុំភ្លេចនឹកខ្ញុំខ្លះផងពេលឃើញបិសាចក្អែបបានពលីជីវិតលោកគ្រូហុងខឹងជាងខ្លាំងបន្ទាប់មកធម្មពលក៏បានផ្ទុះឡើងអ្នកគ្រូសូមអ្នកគ្រូមើលថែនាងផងល្អទុករាងកាយនាងនៅទីនេះសិនចុះអ្នកគ្រូខ្ញុំហត់នឿយនឹងការរត់គេចនេះខ្លាំងណាស់ល្អិតតើឯងចង់ធ្វើអ្វីហ្នឹងថ្ងៃនេះបើឯងមិនស្លាប់ទេយើងជាអ្នកស្លាប់លោកគ្រូហុងបានបដិញ្ញាចិត្តថាគាត់លែងរត់គេចខ្លួនទៀតហើយថ្ងៃនេះបើគាត់មិនស្លាប់អប្សរៈប្រកាសជាស្លាប់គាត់បានប្រថុយស្រូបយកធម្មពលអមតៈទាំងអស់ដាក់ចូលក្នុងខ្លួនរបស់គាត់ដើម្បីទម្លុះចូលដល់កម្រិតអមតៈភ្លាមប្រយុទ្ធជាមួយនឹងអប្សរៈតើឯងចាំបាច់ធ្វើបែបនេះធ្វើអ្វីពេលនេះលោកគ្រូហុងស្ថិតនៅក្នុងកម្រិតអមតៈបណ្ដោះអាសន្ន
ឯងធ្វើបែបនេះមិនខ្លាចផ្ទុះខ្លួនស្លាប់ទេឬយើងបាននិយាយហើយថ្ងៃនេះបើឯងមិនស្លាប់យើងប្រកាសជាស្លាប់បន្ទាប់ពីប្រយុទ្ធចប់ឯងប្រកាសជាពិការមិនខានកុលសម្ព័ន្ធមេធ្មប់បានចាត់អ្នកខ្លាំង2នាក់ធ្វើដំណើរតាមរទេះគោវិតមន្តរីឯអ្នកផ្សេងទៀតធ្វើដំណើរដោយថ្មើរជើងនាងជាអ្នករត់គេចពីកុលសម្ព័ន្ធពេលមានគ្រោះថ្នាក់បែរជាសុំជំនួយទៅវិញបានហើយយ៉ាងណាក៏គេជាប្អូនថ្លៃរបស់ឯងដែរប្អូនថ្លៃខ្ញុំមិនដឹងបងប្រុសគេមានរូបរាងយ៉ាងណាផងប្រហែលជាហុងម្នាក់នោះស្លាប់យូរយារណាស់មកហើយបានហើយរឿងនេះយើងបានផ្សំគុំពួកឯងតាំងពីនៅក្មេងម្ល៉េះខ្ញុំមិនព្រមទេមិនបានទេខ្ញុំត្រូវតែរកឱកាសផ្ដាច់ពីឲ្យបានពួកយើងមកដល់ហើយការប្រយុទ្ធនេះបែរជាចប់ហើយត្រូវហើយហេតុអ្វីបានជាចប់លឿនយ៉ាងនេះលោកគ្រូល្អខ្លាំងណាស់បានពួកឯងទាំងពីរនាក់មិនអីគឺល្អហើយលោកពូឆាប់ជួយបងប្រុសខ្ញុំផងពេលនេះគាត់កំពុងតែត្រូវរបួសគេជាបងរបស់ឯងមែនទេតើរឿងនេះយ៉ាងម៉េចវិញរឿងនេះបើនិយាយទៅគឺវែងឆ្ងាយខ្លាំងណាស់ខ្ញុំនឹងប្រាប់លោកពូលើក្រោយមានគ្នា4នាក់គេម្នាក់ឯងបែរជាត្រូវរបួសធ្ងន់ពិតជាគ្មានបានការមែនលោកម្ចាស់ពេលនេះជំនួយបានមកដល់ហើយឯងអន់យ៉ាងនេះមិនស័ក្តិសមនឹងយើងទេបានហើយអញ្ចឹងយើងឆាប់នាំគ្នាទៅវិញសិនទៅចាំខ្ញុំគ្រាលោកម្ចាស់ល្អិតឯងនេះមានអ្នកគ្រូនៅក្បែរឯងហើយឯងចាំបាច់ធ្វើបែបនោះធ្វើអ្វីឯងនេះពិតជាល្ងងណាស់ថ្ងៃក្រោយឯងមិនត្រូវធ្វើបែបនេះទៀតទេមនុស្សយើងពេលដែលត្រូវបានកំហឹងគ្រប់សង្កត់ឬមួយក៏ឈានដល់ដំណាក់កាលអស់សង្ឃឹមគេតែងតែធ្វើរឿងដែលមិនគួរធ្វើទោះបីដឹងថារឿងនោះប៉ះពាល់ដល់ខ្លួនឯងក៏ដោយហេតុអ្វីបានជាក្នុងចិត្តរបស់អ្នកគ្រូបារម្ភពីឯងយ៉ាងនេះអ្នកគ្រូខ្ញុំមកហើយពេលស្ថិតនៅក្នុងដំណាក់កាលស្លាប់រស់ទើបអ្នកគ្រូដឹងថាក្នុងចិត្តរបស់អ្នកគ្រូបារម្ភពីឯងខ្លាំងណាស់នេះគឺជាអារម្មណ៍នៃសេចក្តីស្រឡាញ់ដែលយើងហៅថាស្នេហាចាប់ពីថ្ងៃនេះទៅល្អិតឯងគឺជារបស់អ្នកគ្រូហើយបានជាបងជារបស់អូនទៅហើយចាំបាច់ប្រើពាក្យថាអ្នកគ្រូធ្វើអ្វីបងក៏ស្រឡាញ់អូនដែរតើបងពិតជាមិនចងចាំរឿងប្រយុទ្ធគ្នានៅវាលខ្សាច់នោះទេមែនទេត្រូវហើយប្រហែលជាដោយសារតែរាងកាយរបស់បងត្រូវបានដាច់សរសៃឈាមអស់ទើបបងមិនទាន់ចងចាំតែមិនអីទេឲ្យតែបងនៅចងចាំអូនគឺបានហើយបានហើយបងឆាប់ទៅដោះស្រាយរឿងនៅខាងក្រៅទៅរឿងនៅខាងក្រៅប្រហែលជាពេលនេះបងមកដល់កុលសម្ព័ន្ធមេធ្មប់ហើយអូននឹងប្រាប់រឿងខ្លះៗដល់បងដើម្បីពេលចេញទៅកុំឲ្យបងភ្ញាក់ផ្អើលបងនៅមិនទាន់អាចទៅបានទេត្រូវដោះស្រាយរឿងខ្លះជាមួយអូនសិនតើបងចង់ធ្វើអ្វីហ្នឹងគឺបែបនេះឯងខ្ញុំមកទីនេះដើម្បីចង់សុំអ៊ំស្រីផ្ដាច់ពាក្យពីព្រោះថាខ្ញុំមិនបានស្រឡាញ់លោកហុងនោះទេតើឯងមិនគិតសិនទេមែនទេពីព្រោះថាឥឡូវនេះកូនប្រុសរបស់អ៊ំបានមកវិញហើយឯងសាកស្វែងយល់ចិត្តគ្នាសិនទៅថាមិនត្រូវមួយរយៈក្រោយមកឯងនឹងស្រឡាញ់គ្នាក៏ថាបាន
មែនហើយបងស្រីបរមីបងគួរតែសាកល្បងសិនទៅតើនរណាចង់បានបងប្រុសគ្មានបានការរបស់ឯងទៅស្មានតែអ្នកណាតាមពិតអ្នកនាងបរមីកូនស្រីរបស់ម្ចាស់កុលសម្ព័ន្ធរងសោះខ្ញុំដឹងថាខ្ញុំគ្រាន់តែជាមនុស្សគ្មានបានការម្នាក់តែប៉ុណ្ណោះហើយមួយទៀតនោះពួកយើងទាំងពីរនាក់មិនបានស្រឡាញ់គ្នានោះឡើយតាមពិតខ្ញុំមិនឲ្យអ្នកនាងសុំខ្ញុំផ្ដាច់ពាក្យនោះទេប៉ុន្តែខ្ញុំនឹងសុំអ្នកនាងផ្ដាច់ពាក្យវិញល្អខ្ញុំយល់ព្រមតាមពិតបងប្រុសធ្វើនេះដើម្បីរក្សាកិត្តិយសគ្រួសារនាងនាគឆាប់យកលិខិតផ្ដាច់ពាក្យនេះឲ្យនាងទៅខ្ញុំទៅវិញហើយព្រោះខ្ញុំត្រូវការសម្រាប់ទៀតចាស់លោកម្ចាស់លោកម្ចាស់របស់ខ្ញុំបានសុំនាងផ្ដាច់ពាក្យហេតុនេះគាត់នឹងសូមជំងឺចិត្តទៅគ្រួសាររបស់នាងដោយសារតែលោកម្ចាស់របស់ខ្ញុំគឺជាស្ដេចថ្នាំដូច្នេះធនធានដែលគាត់មានគឺមានតែថ្នាំគ្រាប់កម្រិតឥតខ្ចោះតែប៉ុណ្ណោះគាត់នឹងយកថ្នាំនេះដើម្បីប៉ះប៉ូវដល់គ្រួសាររបស់នាងវាសិតតែជាថ្នាំកម្រិតឥតខ្ចោះដែលមានតម្លៃហើយមួយវិញទៀតនោះគាត់បានជូនកូនពិភពថ្នាំមួយទៅនាងនៅក្នុងពិភពនោះមានថ្នាំចំនួន 10000 មុខឬគេគឺជាស្ដេចថ្នាំដែលទៅតែល្បីនៅអាណាចក្រអង្គរនោះបងប្រុសរបស់ខ្ញុំមិនត្រឹមតែសង្ហាថែមទាំងជាស្ដេចថ្នាំទៀតសម្រាប់មនុស្សធម្មតាប្រសិនបើដាច់សរសៃឈាមនិងខូចខាតគ្រឹះវឹកហាត់នោះប្រកាសជាពីការមិនខានប៉ុន្តែសម្រាប់ខ្ញុំវិញរឿងទាំងអស់នេះគ្រាន់តែជារឿងដែលតូចតាចប៉ុណ្ណោះឃើញទេពេលនេះខ្ញុំជាហើយដល់ពេលដែលត្រូវបង្កការភ្ញាក់ផ្អើលមួយហើយឆ្លងតាមបទពិសោធន៍ដែលបានប្រកួតជាមួយនឹងអសុរៈខ្ញុំគិតថាពេលនេះធម៌ពលរបស់ខ្ញុំកំពុងតែជិតផ្ទុះឡើងហើយប្រហែលជាលើកនេះខ្ញុំអាចនឹងផ្ទុះបាន3កម្រិតពេលដែលលោកគ្រូហុងកំពុងតែទម្លុះកម្រិតប្រភពធម៌ពលបានសាយភាយពាសពេញភូមិប្រជាជននៃកុលសម្ព័ន្ធមេធ្មប់បានផ្អើលមកឈូឆរមើលថាតើនឹងមានរឿងអ្វីកើតឡើងតើនៅខាងក្រៅមានរឿងអ្វីកើតឡើងទៅធម៌ពលនេះហេតុអ្វីបានជាបរិសុទ្ធយ៉ាងនេះខ្ញុំឮមកថាគេគ្រាន់តែជាមនុស្សឥតបានការតែប៉ុណ្ណោះពេលនេះខ្ញុំឈានដល់កម្រិតទី9ហើយមិននឹកស្មានថាគ្រោះប្រែក្លាយទៅជាលៀបបែបនេះពិតជាអស្ចារ្យពេកហើយបែរជាអាចទម្លុះបាន3កម្រិតមិនអាចទៅរួចនោះទេគេគ្រាន់តែជាមនុស្សអត់បានការទេតើបងប្រុសរបស់ខ្ញុំពិតជាពូកែអស្ចារ្យមែនភ្លាមនោះច្រកលំហក៏បានបើកនៅលើមេឃព្រលឹងបពៈបរោះនៃកុលសម្ព័ន្ធមេធ្មប់ក៏បានបង្ហាញខ្លួនសូមគោរពបពៈបរោះយើងមិននឹកស្មានថាកុលសម្ព័ន្ធមេធ្មប់របស់យើងបែរជាមានអ្នកមានទេពកោសល្យកំពូលបែបនេះសោះតាមច្បាប់ទម្លាប់នៅពេលដែលមានអ្នកមានទេពកោសល្យណាម្នាក់បានលេចមកយើងនឹងបង្ហាញខ្លួនឲ្យកូនចៅជំនាន់ក្រោយបានឃើញហើយថ្ងៃនេះគឺជារឿងដ៏អស្ចារ្យមួយ3ថ្ងៃក្រោយយើងនឹងបើកលំហមរតកពួកឯងទាំងអស់គ្នាចូលទៅក្នុងលំហមរតកដើម្បីផ្សងសំណាងទៅចោះបពៈបរោះមុននឹងចេញទៅក៏បានស្ទង់ដឹងថាបុស្បាគឺនៅទីនេះតាមពិតនាងគឺនៅទីនេះសោះអាល្អិតតើឯងអាចបើកលំហអមតៈឲ្យយើងទៅជួបនាងបានទេតើលោកគឺជានរណាហេតុអ្វីចង់ជួបនាងយើងគឺជាបពៈបរោះរបស់ឯងហើយយើងក៏ជាមិត្តភក្តិរបស់នាងផងដែរ
បងឲ្យគេមកជួបអូនចុះលោកបពាក់បរោះពេលនេះគាត់ព្រមជួបលោកហើយលោកចូលទៅចុះតើអូនមានទំនាក់ទំនងយ៉ាងណាទៅជាមួយនឹងបរោះម្នាក់នេះលោកមកហើយមែនទេសូមគោរពស្ដេចអាទិទេពតើប៉ុន្មាន100ឆ្នាំមកនេះនាងសុខសប្បាយជាទេខ្ញុំសុខសប្បាយទេមិននឹកស្មានថាពេលនេះលោកបែរជាឈានដល់អាទិទេពកម្រិតកំពូលទៅហើយលោកពិតជាគ្រាន់បើមែននាងធ្លាប់បាននិយាយថានាងមិនស្រឡាញ់អ្នកដែលមានសមត្ថភាពក្រោមនាងនោះឡើយហេតុនេះហើយទើបខ្ញុំប្រឹងប្រែងយ៉ាងនេះតែមិននឹកស្មានថាពេលនេះនាងបានស្រឡាញ់អ្នកផ្សេងទៅហើយពិតជាគួរឲ្យសោកស្ដាយមែនស្ដេចអាទិទេពផ្សេងទៀតបានប្រជែងគ្នាយកនាងតែចុងក្រោយអត់ទាំងអស់លោកបែរជាមានសមត្ថភាពស្ទង់ដឹងពីមនោសញ្ចេតនារបស់ខ្ញុំផងសមត្ថភាពលោកពិតជាគ្រាន់បើមែនវិជាស្ទង់ចិត្តនេះគឺខ្ញុំបានវឹកហាត់យូរណាស់មកហើយឥឡូវនេះខ្ញុំជូននាងទុកជាចំណងដៃមង្គលការរបស់នាងទៅចោះខ្ញុំអរគុណសម្រាប់ចំណងដៃនេះនៅលើលោកនេះមានមនុស្សស្រីល្អជាច្រើនទៀតលោកសាកមើលអ្នកផ្សេងខ្លះទៅបែរជាមួយថ្ងៃអាចទម្លុះបាន3កម្រិតនេះគឺជារង្វាន់ដែលអូនផ្ដល់ជូនបងមិនចង់បានរង្វាន់បែបនោះទេបងចង់បានបែបនេះវិញតើបងចងចាំវិញហើយឬនៅហើយបងរកនឹកហើយតែនៅតែមិនចាំទៀតបើមិនចាំទេបងមិនចាំបាច់រកនឹកទេថ្ងៃណាមួយបងប្រកាសជានឹកឃើញមិនខានពេលអូនមកឈរក្បែរបងបែបនេះបងមានអារម្មណ៍ថាដូចជារកនឹកចិត្តឃើញហើយបានហើយបើបងមិនអាចរកនឹកឃើញពីការប្រយុទ្ធគ្នានោះទេមិនចាំបាច់នឹកទេបងចង់ប្រាប់រឿងអូនមួយតាមពិតទៅរឿងប្រយុទ្ធគ្នានោះបងនឹកឃើញហើយបងគ្រាន់តែលេងសើចជាមួយអូនទេគឺថាកាលនោះបងបានប្រចិត្តប្រយុទ្ធគ្នាជាមួយនឹងអសុរៈបែរជាប្រចិត្តប្រយុទ្ធគ្នាជាមួយនឹងអមតៈផងឯនេះរកងាប់ហើយអ្នកដែលងាប់ពិតប្រាកដគឺជាឯងមិនមែនជាយើងនោះទេពេលដែលរាងកាយរបស់យើងស្ថិតនៅកម្រិតទី6ចិត្តរបស់យើងឈានដល់កម្រិតអមតៈរួចទៅហើយពេលនេះកាយរបស់យើងឈានដល់កម្រិតអមតៈហេតុនេះចិត្តរបស់យើងបានឈានដល់កម្រិតអតិទេពទៅហើយថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងហើយឯងបែរជាមានធម៌ពលរន្ទះផងដូចនេះចិត្តរបស់ឯងពេលនេះគឺជាអតិទេពរន្ទះមែនទេឯងពិតជានិយាយបានត្រឹមត្រូវមែននិយាយត្រូវអញ្ចឹងត្រូវតែបានរង្វាន់ឯងថ្ងៃនេះគឺរន្ទះបាញ់ពេលនេះធម៌ពលចិត្តរបស់ឯងត្រូវបានបំផ្លាញហើយយើងចង់ដឹងណាស់ថាតើរាងកាយរបស់ឯងអាចទប់ទល់ជាមួយនឹងយើងបានដែរឬទេចង្រៃយោល្បិចឯងពិតជាគ្រាន់បើមែនដំបូងបំផ្លាញធម៌ពលចិត្តរបស់យើងបន្ទាប់មកឯងនឹងចាត់ការរាងកាយរបស់យើងឯងនិយាយនេះគឺត្រឹមត្រូវហើយគួរតែបានរង្វាន់យើងមិនចង់បានរង្វាន់របស់ឯងទេរង្វាន់គឺមួយលំពែងអរគុណសម្រាប់មួយលំពែងនេះវាបានផ្ដល់ឱកាសឲ្យយើងរត់បានឯងមិនអាចរត់បាននោះទេឯងឆាប់ដោះលែងគេភ្លាមសំរែកនេះបានកាត់ផ្ដាច់សរសៃឈាមរបស់ខ្ញុំទាំងស្រុងតើបុគ្គលម្នាក់នោះគឺជានរណាទៅ
ក្រោយមកបងក៏ត្រូវរបួសធ្ងន់ពេលបងបើកភ្នែកឡើងគឺបានជួបអូនពេលដែលអូនសារភាពស្នេហ៍នោះឯងអូនព្រមរៀបការនឹងបងទេអូនយល់ព្រមខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំបានធ្វើជាមេបារបស់អ្នកទាំងពីរបងមិនដឹងថានៅថ្ងៃខាងមុខបងនឹងជួបឧបសគ្គអ្វីខ្លះនោះទេនឹងប្រឈមមុខនឹងសេចក្តីស្លាប់ប៉ុន្មានដងនោះទេបងនឹងរស់នៅជាមួយអូនឲ្យបានល្អឲ្យបានយូរដែលបងអាចធ្វើទៅបានតើកាលពីប្រយុទ្ធនោះមានរឿងអ្វីខ្លះហើយបងប្រហែលជាចាប់អារម្មណ៍ជាមួយនឹងបងប្រុសខ្ញុំហើយបានជានៅសុកមកសួរបែបនេះយ៉ាងម៉េចបងផ្ដាច់ពាក្យហើយតើអីមិនបានសួរអញ្ចឹងខ្ញុំសួរធម្មតាទេខ្ញុំក៏មិនដឹងដែរគាត់ប្រើចិត្តប្រយុទ្ធគ្នាទេថាម៉េចគាត់ស្ថិតនៅកម្រិតទី6សោះបែរជាប្រើចិត្តប្រយុទ្ធគ្នាជាមួយនឹងអមតៈផងក្រោយមកគាត់ប្រើតែមួយស្នៀតអក្សរៈនោះក៏រត់តែម្ដងឃើញពីនាយកុំអាលទាយថាអាក្រក់ឬល្អលុះស្គាល់ជាក់ថាខ្មៅសទៅថាបានបើបណ្ដោយតាមគំនិតដែលគិតស្មាននឹងរំខានព្រោះការខុសកំហុសខ្លួនខ្ញុំពិតជាបានវាតម្លៃមនុស្សខុសមែនអ្វីហួសទៅហើយសោកស្ដាយក៏គ្មានបានអ្វីមកវិញតាំងពីបងមកដល់ទីនេះបងមិនទាន់បានទៅជួបម៉ែនិងប្អូនស្រីនោះទេបងមិនទាន់អាចធ្វើចិត្តបាននោះទេនេះក៏ព្រោះតែបងមិនបានចងចាំរឿងកាលពីក្មេងមែនទេពិតជាត្រឹមត្រូវហើយតាមពិតទៅការចងចាំរបស់បងកាលពីកុមារភាពត្រូវបានគ្រូរបស់បងលាក់ទុកហេតុនេះហើយទើបបងមិនបានចងចាំរឿងកាលពីមុនថ្ងៃនេះអូននឹងនាំបងទៅមើលវាអូនមានរឿងអ្វីខ្លះទៀតទៅដែលលាក់នឹងបងនោះតាមពិតគ្រូរបស់ខ្ញុំគឺជាពូរបស់ខ្ញុំគាត់លាក់រឿងនេះព្រោះមិនចង់ឲ្យខ្ញុំទៅរកម៉ែនិងប្អូនស្រីខ្លាចមានគ្រោះថ្នាក់តាមផ្លូវហើយគាត់ក៏ខ្លាចខ្ញុំទៅសងសឹកសត្រូវផងដែរពេលនេះរឿងទុក្ខសោកលំបាកវេទនាកាលពីកុមារបងបានដឹងអស់ហើយមូលហេតុដែលគ្រូរបស់បងស្លាប់ក៏បងបានដឹងដែរមូលហេតុដែលបងប្រត់ប្រាស់ពីគ្រួសារបងក៏បានដឹងរួចហើយពេលនេះបងគួរតែទៅជួបម៉ែបងគួរតែសប្បាយចិត្តពីព្រោះគ្រួសាររបស់បងបានជួបគ្នាវិញហើយចាប់ពីថ្ងៃនេះទៅអូននឹងកំដរបងរួមសុខរួមទុក្ខជាមួយគ្នាពិតជាចម្លែកខ្លាំងណាស់ហេតុអ្វីបានជាតាក់តងទៅស្រីអូនមិនបានទុនសាយតើនាងមានវិធីអ្វីតាក់តងទៅម្ចាស់ភូមិគ្រឹះទេនៅក្នុងភូមិគ្រឹះស្ដេចថ្នាំយើងតាក់ទងគ្នានៅក្នុងពិភពបណ្ដាញសមាជិកម្នាក់ត្រូវតែមានគណនីមួយខ្ញុំបានបង្កើតជូនលោករួចហើយតើនាងអាចប្រាប់ពីរបៀបប្រើប្រាស់បានទេទទួលបញ្ជាខ្ញុំនឹងសាកល្បងចូលទៅកាន់ពិភពបណ្ដាញនោះបែរជាអាចបង្កើតពិភពសម្រាប់តាក់ទងគ្នាភូមិគ្រឹះស្ដេចថ្នាំពិតជាគ្រាន់បើមែនទីបំផុតគេតាក់ទងមកហើយលោកប្រហែលជាស្មានដឹងហើយមែនទេហេតុអ្វីខ្ញុំតាក់ទងមកពេលនេះកូនសិស្សរបស់លោកបាត់ខ្លួនហើយហេតុអ្វីបានជាលោកមិនព្រមតាក់ទងមកខ្ញុំឲ្យបានដឹងជាមុនទៅខ្ញុំមិនដឹងថាតាក់ទងទៅលោកតាមណានោះទេណ៎ហើយចុះនេះក៏ព្រោះតែខ្ញុំមិនបានសួរលោកពីរបៀបតាក់ទងគ្នាមុនពេលខ្ញុំមកតាមការស៊ើបអង្កេតបានឲ្យដឹងថា
ស្រីអូនដែលជាកូនសិស្សរបស់លោកអាចនឹងត្រូវបានគេចាប់ឃុំខ្លួននៅកន្លែងអាថ៌កំបាំងមួយចំពោះគោលបំណងនៃការចាប់ខ្លួនពួកយើងមិនទាន់បានដឹងច្បាស់នោះទេខាងភូមិគ្រឹះស្ដេចថ្នាំហើយនឹងខាងបរមរាជវាំងក៏កំពុងតែតាមស៊ើបពីរឿងនេះដែរតាមតម្រុយអ្នកដែលចាប់ខ្លួននាងគឺជាកុលសម្ព័ន្ធមេធ្មប់កុលសម្ព័ន្ធមេធ្មប់នៅឆ្ងាយពីអាណាចក្រអង្គរខ្លាំងណាស់ហេតុអ្វីពួកគេទៅចាប់នាងចំពោះមូលហេតុខ្ញុំមិនទាន់ដឹងទេបងកំពុងតែបារម្ភពីរឿងរបស់ស្រីអូនមែនទេត្រូវហើយបងកំពុងតែរិះរកវិធីដើម្បីជួយសង្គ្រោះនាងចំពោះរឿងនេះអូនជាអ្នកចេញមុខជួយទៅចោះបងកុំបារម្ភអីបើជាបែបនេះបងលែងបារម្ភទៀតហើយអូនគួរតែបានរង្វាន់ហាជាប្តីប្រពន្ធនឹងគ្នាទៅហើយហេតុអ្វីអូនចាំបាច់លេងស្ទាយបែបនេះធ្វើអ្វីបងឈាមច្រមុះហើយហេតុអ្វីបានជាបងឈាមច្រមុះអញ្ចឹងបងដូចជាមិនសូវស្រួលខ្លួនប្រហែលជាសម្រាប់បន្តិចនឹងលេងអីហើយអញ្ចឹងបងមកអង្គុយក្បែរអូនមកអូនពិនិត្យឲ្យហេតុអ្វីបានជាបេះដូងខ្ញុំលោតញាប់យ៉ាងនេះទុកឲ្យបងជាអ្នកពិនិត្យអូនវិញកូនសិស្សរបស់ខ្ញុំត្រូវបានកុលសម្ព័ន្ធមេធ្មប់ចាប់នៅឯអាណាចក្រអង្គរកុលសម្ព័ន្ធយើងរស់នៅតែនៅទីនេះទេមិនទៅណាឡើយចុះតើម៉ែដឹងទេហេតុអ្វីបានជាពួកគេចាប់ព្រាយដូច្នេះហេតុអ្វីបានជាកូនមិនដឹងឬកូនមិនបានរៀនវិជ្ជាមេធ្មប់ទេខ្ញុំមិនបានរៀននោះទេកន្លងមកលោកគ្រូបង្រៀនខ្ញុំតែវិជ្ជាព្យាបាលហើយនឹងមុនការពារតែប៉ុណ្ណោះវិជ្ជាទាំងពីរនេះមិនមែនជារបស់កុលសម្ព័ន្ធមេធ្មប់នោះទេពិតជាចម្លែកមែនចំពោះអ្នកដែលជាប់សង្ស័យនៅក្នុងរឿងនេះគឺមានតែមនុស្សម្នាក់ប៉ុណ្ណោះគេនោះគឺជាសិស្សច្បងរបស់គ្រូរបស់កូនគេត្រូវបានកុលសម្ព័ន្ធបណ្ដេញចេញហើយជីវិតរបស់គេមិនដឹងរសាត់អណ្ដែតទៅណានោះទេម៉ែគិតថារឿងនេះគឺតាក់ទងនឹងគេនេះហើយដែលធ្វើឲ្យគ្រួសារយើងបែកបាក់គ្នានិងធ្វើឲ្យគ្រូរបស់កូនបានស្លាប់ថ្ងៃនេះអូននឹងឲ្យបងជួបជាមួយនឹងមនុស្សម្នាក់នៅទីនេះមានតែបងនិងអូនទេនៅមានអូនម្នាក់ទៀតប្តីសម្លាញ់ហាហេតុអ្វីបានជាដូចគ្នាយ៉ាងនេះតាមពិតទៅគេនិងអូនគឺជាមនុស្សតែមួយទេនេះគេហៅថាវិជ្ជាចម្លងរាងកាយគេគឺជារូបរាងចម្លងរបស់អូនដែលកម្រិតវឹកហាត់របស់គេគឺស្ថិតនៅកម្រិតទី10អូនបានដាក់ថាមពល 30% ទៅក្នុងខ្លួនគេអូនត្រូវការថាមពលចំនួន 70% នៅទីនេះទើបអាចគ្រប់គ្រងថាមពលលំហូរអមតៈនេះបានបើមិនដូច្នោះទេរាងកាយដ៏ទន់ខ្សោយរបស់បងមិនអាចទ្រាំទ្រនឹងលំហូរអមតៈនេះបានឡើយធ្វើដូចនេះរាងកាយដើមរបស់អូនប្រកាសជាចុះខ្សោយមិនខានអ្នកទាំងពីរឆាប់ចេញទៅក្រៅទៅខ្ញុំត្រូវការសម្រាកថាមពល 70% ហើយនៅតែពិបាកក្នុងការគ្រប់គ្រងខ្ញុំត្រូវតែប្រញាប់ស្ដារថាមពលឡើងវិញទើបអាចធ្វើឲ្យលំហូរអមតៈមានស្ថិរភាពបើមិនដូច្នោះទេលោកប្តីរបស់ខ្ញុំប្រកាសជាស្លាប់មិនខានតើរវាងរូបកាយចម្លងនិងរូបកាយពិតខុសគ្នាយ៉ាងម៉េចទៅដូចគ្នាទាំងអស់ខុសតែកម្រិតថាមពលតែប៉ុណ្ណោះតើអូនអាចចូលមកជិតបងបន្តិចបានដែរឬទេហើយអូនចូលមកជិតយ៉ាងនេះឬមួយក៏បងចង់សាកល្បងរូបកាយចម្លងនេះឆ្លើយត្រូវហើយបងឲ្យរង្វាន់អូនបងឲ្យកញ្ជ្រោងតូចនាងចេញមកទទួលបញ្ជាប្រពន្ធសម្លាញ់ហេតុអ្វីបានជាគ្រូរបស់លោកម្ចាស់នៅទីនេះដូច្នេះចាប់ពីថ្ងៃនេះទៅនាងត្រូវហៅខ្ញុំថាលោកម្ចាស់ស្រីហើយអ្នកទាំងពីរគឺណែ
ពួកយើងទាំងពីរនាក់បានរៀបការរួចហើយហាលោកម្ចាស់បែរជារៀបការរួចហើយហេតុអ្វីខ្ញុំមិនដឹងរឿងរបស់ពួកយើងត្រូវប្រាប់នាងដែរមែនទេបានហើយនិយាយសាច់ការវិញស្អែកនេះនាងត្រូវទៅអាណាចក្រអង្គរជាមួយនឹងប្រពន្ធរបស់ខ្ញុំបោះបានជិះរទេះគោវេទមន្តរបស់កុលសម្ព័ន្ធមេធ្មប់ដើម្បីធ្វើដំណើរទៅអាណាចក្រអង្គរលោកម្ចាស់ស្រីតាមពិតទៅខ្ញុំបានដឹងយូរណាស់មកហើយថាបងស្រីនាគគឺជាម្ចាស់ស្រីផងដែរហេតុអ្វីបានជាលោកម្ចាស់ស្រីមិនប្រាប់រឿងនេះទៅលោកម្ចាស់អញ្ចឹងឬមួយក៏ក្នុងរឿងនេះមានរឿងអ្វីផ្សេងទៀតតាមពិតទៅនាងនាគគ្រាន់តែមានប្រភពពីខ្ញុំតែប៉ុណ្ណោះតែគេមិនមែនជាខ្ញុំទេកាលនោះខ្ញុំបានទម្លុះចូលកម្រិតអតិទេពនិក្រាចបន្ទាប់មកខ្ញុំក៏ត្រូវតែទៅរស់នៅឯឋានអតិទេពពេលនោះខ្ញុំក៏យកស្រកានាគមួយរបស់ខ្ញុំទុកនៅឯឋាននាគកន្លងហួសអស់រាប់ពាន់ឆ្នាំទៅស្រកានាគនោះក៏មានព្រលឹងចុងក្រោយនាងនាគក៏បានលេបត្បូងអាឆាទៅធ្វើឲ្យនាងខ្លាយទៅជាមនុស្សទៅហើយចុះយើងមកទីនេះដើម្បីជួយនរណាគឺដើម្បីជួយម្ចាស់ស្រីទី2របស់នាងនឹងហើយហាខ្ញុំដូចជាមកវិញមកវាន់ហើយពេលនេះយើងមកដល់ហើយឆាប់ត្រៀមខ្លួនប្រយុទ្ធទៅចាស់លោកម្ចាស់ស្រីបែរជាត្រូវរបួសធ្ងន់បែបនេះហើយអូននៅតែលាក់បងទៀតមិនអីទេបងនឹងជួយអូនភ្លេចហើយមែនទេថាបងនេះគឺជាស្ដេចថ្នាំអូនគ្រាន់តែមិនចង់រំខានបងហើយមិនចង់ឲ្យបងបារម្ភតែប៉ុណ្ណោះបានហើយបងរៀបចំរួចហើយអូនមិនទាន់ជាផងបងឲ្យអូនត្រាំទឹកតិចអូនផ្ដាសាយទៅមិនអីទេបើអូនផ្ដាសាយបងនឹងព្យាបាលផ្ដាសាយនឹងមួយទៀតក៏បានអញ្ចឹងអូនចុះត្រាំហើយណាពេលនេះអូនរងាណាស់អូនទ្រាំបន្តិចទៅបន្តិចទៀតនឹងរួចហើយហេតុអ្វីបានជាបងមិនមកក្បែរអូនទៅបងសម្លាញ់បងឆាប់ចុះមកត្រាំទឹកជាមួយអូនពេលនេះយើងមកដល់ទីកន្លែងហើយបន្តិចទៀតយើងនឹងទៅជួយនាងខ្ញុំមើលទៅដូចជាមិនឃើញកន្លែងអីផងឃើញតែព្រៃឈើធម្មតាព្រៃនេះគឺមានវេទមន្តបិទបាំងប្រសិនបើនាងយកភ្នែកទទេទៅមើលប្រកាសជាមិនឃើញអ្វីឡើយវិជ្ជាកំណត់ដឹងប្រឆាំងរាល់ការបំភាន់នៅក្នុងលោកពេលនេះខ្ញុំរកឃើញហើយខ្ញុំនឹងបំបែកវាហាទីនេះពិតជាមានវេទមន្តបិទបាំងមែនតោះពួកយើងទាំងពីរនាក់នាំគ្នាចូលទៅដើម្បីជួយនាងលើកក្រោយមានរឿងបែបនេះអូនមិនត្រូវលាក់បាំងនឹងបងទេអូនគ្រាន់តែមិនចង់ឲ្យបងបារម្ភតែប៉ុណ្ណោះសូមបងកុំខឹងអីណាហើយចុះនេះក៏ព្រោះតែបងបារម្ភពីអូននឹងហើយចាប់ពីថ្ងៃនេះទៅអូនមិនត្រូវលាក់បាំងនឹងបងទៀតទេបងឯងនេះពិតជាខូចណាស់សូម្បីតែរាងកាយចម្លងរបស់អូនក៏បងដេកជាមួយដែរបានហើយកុំមាត់ខ្មាស់គេតាមពិតអូនគ្រាន់តែលលេងជាមួយនឹងបងទេតាមពិតទៅបងក៏ដឹងដែរថាអូនលលេងជាមួយនឹងបងថ្ងៃស្អែកនេះបងនឹងចូលក្នុងលំហមរតកហើយពួកយើងទាំងពីរនាក់គួរតែធ្វើអ្វីម្យ៉ាងទៅបោះស្បានិងកញ្ជ្រោងតូចក៏បានចាប់ផ្ដើមត្រៀមខ្លួន
ចូលទៅក្នុងទីឃុំឃាំងដើម្បីជួយស្រីអូនបេសកកម្មជួយមនុស្សចាប់ផ្ដើមចាស់លោកម្ចាស់ស្រីយើងដើរចូលមកឆៅយ៉ាងនេះមិនខ្លាចគេដឹងទេមែនទេតាមពិតទៅគេបានដឹងតាំងពីយើងចាប់ផ្ដើមចូលមកពីដំបូងម្ល៉េះហានាងមិនចាំបាច់បារម្ភទេនៅទីនេះគឺគ្មានអង្គរៈការពារនោះឡើយតើហេតុអ្វីទីឃុំឃាំងមួយទាំងមូលបែរជាគ្មានអ្នកការពារទៅវិញប្រហែលជាម្ចាស់ស្រីទី2របស់នាងអស់តម្លៃនឹងប្រើប្រាស់ហើយតើពួកគេអាចនឹងមកចាប់ពួកយើងដែរឬទេប្រសិនបើគេចង់មកគេនឹងមកយូរណាស់មកហើយមិនមែនទុកឲ្យយើងចូលដល់ក្នុងនេះនោះទេប្រហែលជាសមត្ថភាពរបស់គេមិនធម្មតានោះឡើយបែរជាអាចស្វែងរកកន្លែងរបស់យើងឃើញដូច្នេះខ្ញុំនឹងនាំមនុស្សទៅចាប់ការគេឯងមិនចាំបាច់ចំណាយកម្លាំងឥតប្រយោជន៍នោះទេជួយនាងក៏ជួយចោះពីព្រោះថាយើងបានស្រូបធម្មពលនិងព្រលឹងរបស់នាងព្រាយនោះរួចទៅហើយឥឡូវនេះនាងព្រាយនេះគ្រាន់តែដេករងចាំសេចក្តីស្លាប់តែប៉ុណ្ណោះប្រសិនបើមានគេចង់មកជួយនាងឲ្យគេជួយទៅចោះយើងមិនចាំបាច់បង្ហាញខ្លួនឲ្យគេសង្ស័យនោះទេឯងគ្រាន់តែធ្វើតាមផែនការដែលយើងរៀបចំទៅចោះបាទលោកគ្រូយើងរកនាងឃើញហើយឆាប់ជួយនាងភ្លាមទៅទទួលបញ្ជាលោកម្ចាស់ស្រីបាយជាស្រូបប្រលឹងនិងធម្មពលរបស់ប្អូនស្រីរបស់យើងស្ទើរតែអស់កន្លែងចង្រៃយោនេះយើងគួរតែកំទេចវាចោលទៅចោះចង្រៃយោហ៊ានកំទេចកន្លែងរបស់យើងផងអរគុណបងស្រីហើយដែលបានជួយខ្ញុំចាប់ពីថ្ងៃនេះតទៅនាងហៅខ្ញុំថាអ្នកបងទៅចោះពួកនាងទាំងពីរនាក់ចូលទៅសម្រាកនៅក្នុងពិភពរបស់ខ្ញុំទៅចោះស្រីអូននាងត្រូវស្ដារធម្មពលឡើងវិញឲ្យបានលឿនរីឯនាងកញ្ជ្រោងតូចនាងត្រូវតែការពារគេផងដោយសារតែនាងបាត់បង់ព្រលឹងនាងស្រូបយកត្បូងព្រលឹងរបស់បិសាចក្អែបនេះទៅចោះពិតជាមិនអីទេពេលនេះខ្ញុំរកឃើញកន្លែងដែលបងស្រីស្ថិតនៅឃើញហើយពួកយើងចេញដំណើរទៅទីបំផុតពួកនាងមកហើយមែនទេខ្ញុំរងចាំទីនេះយូរណាស់មកហើយតើនាងគឺជាមិត្តឬមួយក៏ជាសត្រូវទៅហេតុអ្វីបានជានាងនិយាយថាបានរងចាំពួកយើងតើនាងគឺជានរណាខ្ញុំមិនមែនជាសត្រូវរបស់នាងនោះទេខ្ញុំយកមនុស្សម្នាក់មកជូនពួកនាងសូមអរគុណបងស្រីដែលបានជួយសង្គ្រោះបងស្រីរបស់ខ្ញុំតាមពិតស្រីអូនត្រូវបាននារីម្នាក់នេះជួយសង្គ្រោះរួចទៅហើយតើបងស្រីអាចអញ្ជើញទៅកាន់ភូមិគ្រឹះរបស់អ៊ំខ្ញុំបានដែរឬទេទោះបីជាពួកនាងមិនបានស្គាល់ខ្ញុំតែខ្ញុំបានស្គាល់ពួកនាងខ្ញុំយល់ព្រមទៅចោះថ្ងៃនេះខ្ញុំត្រូវចូលទៅក្នុងលំហមរតកហើយនៅទីនោះគឺមានច្បាប់កំណត់មិនអាចឲ្យអ្នកដែលគ្មានឈាមជ័រមេធ្មប់ចូលបាននោះទេប្រសិនបើអ្នកណាដែលគ្មានឈាមជ័រមេធ្មប់ចូលនោះកម្លាំងច្បាប់នៅទីនោះនឹងសង្កត់យើងរហូតដល់ស្លាប់មិនខានហេតុនេះហើយខ្ញុំត្រូវដកពួកនាងចេញពីក្នុងពិភពរបស់ខ្ញុំទោះបីជាពួកនាងលាក់ខ្លួននៅទីនោះក៏ដោយក៏កម្លាំងច្បាប់នេះនឹងតាមសង្កត់ពួកនាងផងដែរពួកនាងត្រូវនៅទីនេះហើយជួយការពារកុលសម្ព័ន្ធមេធ្មប់របស់ខ្ញុំផងបងមកដល់ហើយបងមកលាអូននៅថ្ងៃនេះហើយអូនដឹងបងមិនអាចទុករាងកាយចោលហើយមកជួបអូនបាននោះទេ
តែបងនឹងរកឱកាសល្អដើម្បីចូលមកជួបអូនមិនបានទេបើបងទុករាងកាយចោលសត្វបិសាចលំហនឹងស៊ីរាងកាយបងមិនខានល្អបងស្ដាប់តាមអូនទៅចោះតែទោះបីជាច្បាប់ក្នុងលំហមរតកមិនអាចធ្វើអ្វីអូនបានក៏ដោយតែអូនក៏ត្រូវថែទាំខ្លួនផងដែរអូនដឹងហើយនៅទីនោះក៏មានបិសាចលំហជាច្រើនដែលគួរឲ្យខ្លាចផងដែរបងត្រូវថែខ្លួនប្តីសម្លាញ់មកដល់ពេលនេះទៅហើយមិនទាន់ឃើញបងប្រុសចេញមកទៀតទុកឲ្យខ្ញុំទៅហៅគាត់ទៅចោះហើយយ៉ាមិននឹកស្មានថាមនុស្សស្រីដែលរឹងរូសបែរជាចិត្តទន់ដែរហេតុអ្វីបានជាគេអង្គុយស្ងៀមបែបនេះឬមានរឿងអ្វីកើតឡើងមើលយូរទៅសង្ហាដែរតើពួកយើងដល់ពេលត្រូវទៅហើយថ្ងៃនេះនាងលេបថ្នាំច្រឡំមែនទេបានជាមកហៅខ្ញុំបែបនេះល្អខ្ញុំទៅហើយរឿងនេះប្រហែលជាពាក់ព័ន្ធនឹងសាលាអង្គរៈរាជវាំងមិនខានវិជាកំណត់ដឹងកម្រិតទី5ស្រាវជ្រាវពីសាលាអង្គរៈរាជវាំងហ៊ានតាមដានយើងផងថយចាញ់អូយអាណាចក្រអង្គរបែរជាមានសត្រូវទាំងក្នុងទាំងក្រៅផងយុវជនដែលស្ដេចសៀមបញ្ជូនមកបែរជាមានលក្ខកងទ័ពចំនួន 100000 នាក់នៅក្នុងកូនពិភពរបស់គេខ្លាចតែថ្ងៃប្រកួតអាណាចក្រអង្គរអាចនឹងវិនិច្ឆ័យមិនខានទោះបីជាអាណាចក្រអង្គរមិនពាក់ព័ន្ធនឹងខ្ញុំតែអាណាខ្ញុំនឹងជួយគេជាដំបូងខ្ញុំត្រូវតែប្រាប់រឿងនេះទៅដល់ស្ដេចនៃអាណាចក្រអង្គរបច្ចុប្បន្នសិនដើម្បីឲ្យគេត្រៀមខ្លួនបន្ទាប់មកទៀតខ្ញុំត្រូវស្វែងរកជំនួយបន្ថែមខ្ញុំនឹងទៅកាន់នគរនេះដើម្បីជួបជាមួយនឹងស្ដេចនេក្រាបច្ចុប្បន្នមិននឹកស្មានថាសត្រូវរបស់ប្តីរបស់ខ្ញុំបានឈានចូលដល់កម្រិតទី12ទៅហើយប្រសិនបើខ្ញុំចង់សម្លាប់គេលុះត្រាតែខ្ញុំត្រូវពលីរាងកាយចម្លងមួយនេះទើបអាចសម្លាប់គេបានតែធ្វើដូចនេះអាចនឹងធ្វើឲ្យរាងកាយដើមមានរបួសធ្ងន់នៅក្នុងលំហអមតៈនៅមានអតិទេពអសុរៈដែលត្រូវឃុំខ្លួននៅទីនោះទៀតផងរឿងនេះពិបាកដោះស្រាយពេកហើយអាចនឹងប៉ះពាល់ដល់លោកប្តីរបស់ខ្ញុំពិតជាស័ក្តិសមជាសិស្សរបស់ស្ដេចថ្នាំមែនពេលនេះប្អូនជាទៅហើយអរគុណបងស្រីដែលបានជួយសង្គ្រោះដល់ខ្ញុំមិនភ្លេចគុណឡើយមិនអីទេតើមានរឿងអ្វីខ្លះកើតឡើងចំពោះប្អូនទៅនៅថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំបានប្រកួតគ្នាជាមួយនឹងប្អូនស្រីខ្ញុំលទ្ធផលខ្ញុំទទួលបានជ័យជំនះពេលដែលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំក៏អស់កម្លាំងផងដែរពេលនោះខ្ញុំកំពុងតែឈរមើលទេសភាពនៅខាងក្រៅស្រាប់តែមានអារម្មណ៍ថាវិលមុខរួចហើយក៏សន្លប់ទៅនៅពេលដែលខ្ញុំដឹងខ្លួនឡើងគឺខ្ញុំបានស្ថិតនៅក្នុងរូងភ្នំខ្ញុំគ្មានកម្លាំងនោះទេបន្ទាប់មកទៀតគឺមានបរិសុទ្ធចំណាស់ម្នាក់គេបានមកស្រូបព្រលឹងនិងស្រូបធម្មពលរបស់ខ្ញុំមិនបានដឹងអ្វីទៀតឡើយនៅពេលដែលខ្ញុំដឹងខ្លួនឡើងគឺបងបានជួយរួចទៅហើយតាមពិតគឺបែបនេះសោះគេពិតជាមានសមត្ថភាពមែនដែលអាចដាក់ពឹសលើប្អូនបានណាស់ហើយចោះរឿងនេះបងនឹងស៊ើបបន្តទៀតអូនទៅសម្រាប់ចោះរីឯបងក៏ចង់សម្រាប់ដែរវិជាបញ្ជូនសារខ្ញុំរងចាំនាងនៅក្រៅក្រុងសំលេងដូចជាប្រហែលយើងបានជួបគ្នាម្ដងទៀតហើយតើនាងមានបំណងអ្វីខ្ញុំមានដំណឹងមួយចង់ប្រាប់នាងមកដល់ពេលនេះយុវជនឆ្នាំរបស់អាណាចក្រសូរិយាប្រហែលជាមកដល់ទីក្រុងនេះហើយពួកគេម្នាក់សុទ្ធតែស្ថិតនៅកម្រិតទី8និងកម្រិតទី9តែរឿងដែលសំខាន់ជាងគេនោះមេក្រុមរបស់គេស្ថិតនៅកម្រិតទី10ហើយគេមានលក្ខកូនពិភពមួយខ្ញុំស្ទង់ដឹងថានៅក្នុងកូនពិភពនោះមានទ័ពចំនួន 100000 នាក់បើខ្ញុំជានាងខ្ញុំនឹងរកវិធីប្លន់យកពិភពនោះឬក៏រកវិធីចល័តទ័ពចេញអូមានរឿងបែបនេះផងធ្វើម្ដេចឲ្យខ្ញុំជឿនាងទៅ
ជឿឬមិនជឿស្រេចតែនាងអាចទៅស៊ើបមើលបាននារីម្នាក់នេះគឺជាមនុស្សរបស់លោកហុងច្បាស់ណាស់ប្រកាសជាលោកហុងបញ្ជូនគេមកមិនខានទោះជាយ៉ាងណាលោកហុងក៏ជាអ្នកមានគុណខ្ញុំដែរគ្រាន់តែទៅស៊ើបមើលគ្មានអ្វីទាស់ខុសនោះទេជឿនាងម្ដងចោះពេលនេះដល់ពេលដែលខ្ញុំត្រូវស្វែងរកជំនួយនិងត្រូវទៅជួបកូនចៅចំនួនក្រោយរបស់ខ្ញុំហើយពិតជាថ្លាំធំមែនបែរជាហ៊ានចូលក្នុងជំរំចៅសុផាតផងអូខ្ញុំដូចជាខ្លាចខ្លាំងណាស់ពិតជាក្លាហានមែននាងអាចនិយាយពីបំណងរបស់នាងបានហើយខ្ញុំមកនេះដើម្បីជួបជាមួយនឹងលោកម្ចាស់របស់ឯងគឺស្ដេចនាគហេតុអ្វីបានជានាងដឹងថាស្ដេចនាគគឺជាម្ចាស់របស់ខ្ញុំមានរឿងជាច្រើនទៀតដែលឯងមិនដឹងមេចៅសុផាតក៏បានធ្វើការតាក់ទងទៅលោកម្ចាស់នាគរាជតើនាងគឺជានរណាហេតុអ្វីបានជាចង់ជួបខ្ញុំឯងមិនស្គាល់ដូនតារបស់ឯងទេមែនទេហាឬមួយនាងគឺជាដូនតារបស់ខ្ញុំមែនខ្ញុំឃើញមុខនាងហើយដូចជាធ្លាប់ឃើញនាងនៅកន្លែងណាម្ដងឥឡូវនេះនាងសម្រាកនៅជំរំចៅមួយយប់សិនចោះស្អែកខ្ញុំនឹងទៅជួបនាងល្អស្អែកនេះទៅលេងអាណាចក្រអង្គរម្ដងចោះតាក់តងទៅស្រីអូនបន្តិចសិនក្រែងលោនាងរងចាំខ្ញុំពេលនេះលោកគ្រូបានតាក់ទងមកហើយខ្ញុំជួបគាត់សិនតាមពិតមិនមែនលោកគ្រូផងគឺជាបងស្រីសោះនាងខកចិត្តហើយមែនទេដែលមិនមែនជាគ្រូរបស់នាងហេតុអ្វីបានជាបងអាចតាក់ទងមកខ្ញុំបានតើរឿងនេះយ៉ាងម៉េចវិញព្រោះនេះគឺជាអ្វីដែលបងបានបង្រៀនដល់គ្រូរបស់ឯងអូបែបនេះផងយប់នេះបងសម្រាកនៅខាងក្រៅហើយអូនមិនបាច់រងចាំបងទេបងស្រីពិតជាមានអាថ៌កំបាំងច្រើនមែនខ្ញុំមិនទាន់សួរបងផងមូលហេតុអីបានជាបងជួយខ្ញុំពេលដែលរឿងក្នុងអាណាចក្រអង្គរដោះស្រាយរួចបងនឹងប្រាប់គ្រប់យ៉ាងទៅឯងពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងលំហមរតកហើយខ្ញុំត្រូវតែត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលាពីព្រោះថាទីនេះមិនដឹងជាមានបិសាចលំហអ្វីខ្លះនោះទេពួកយើងម្នាក់ត្រូវបានបញ្ជូនមកកន្លែងផ្សេងគ្នាខ្ញុំត្រូវពិនិត្យមើលកន្លែងជុំវិញនេះសិនថាតើនៅជុំវិញនេះមានសុវត្ថិភាពដែរឬទេតាមការពិនិត្យឃើញថានៅជុំវិញទីនេះពុំមានសត្វបិសាចលំហនោះទេដូចនេះវានឹងមានសុវត្ថិភាពសម្រាប់ខ្ញុំបងកុំបារម្ភអីអូននឹងធ្វើជាភ្នែកច្រមុះឲ្យបងដើម្បីឲ្យបានដឹងច្បាស់ថានាងគឺជាដូនតានាគរាជរបស់ខ្ញុំឬអត់ខ្ញុំត្រូវតែចូលមើលនៅក្នុងសារមន្ទីររបស់ត្រកូលនាគតាមពិតនៅក្នុងសារមន្ទីរត្រកូលនាគពិតជាមានរូបគំនូររបស់នាងមែននាងពិតជាដូនតារបស់ខ្ញុំមែនខ្ញុំត្រូវតែឆែកមើលប្រវត្តិរបស់នាងព្រះនាងបុស្បាគឺជាអ្នកមានទេពកោសល្យកំពូលប្រចាំត្រកូលនាគអាយុ20ឆ្នាំក៏ទម្លុះចូលកម្រិតអមតៈលុះឈានដល់អាយុ30ឆ្នាំក៏ទម្លុះចូលដល់កម្រិតអតិទេពព្រះនាងបុស្បាគឺជានាគក្រមុំមិនទាន់មានប្តីមិនរវីរវល់ជាមួយនឹងកំឡោះនាគណាឡើយតើជំរំចោលចិត្តជាដែលខ្ញុំបានបង្កើតឡើងប៉ះពាល់អ្វីដល់ព្រះនាងបុស្បាទៅទើបធ្វើឲ្យព្រះនាងបុស្បាចេញមកជួបខ្ញុំដោយផ្ទាល់បែបនេះលោកប្តីនៅខាងមុខមានការប្រយុទ្ធគ្នាបងនឹងទៅមើលគឺថាអូនទៅតែងើបពីឈឺអូនគួរតែសម្រាកទៅទេអូននឹងជួយបង
ណាស់ហើយចុះនៅខាងមុខបន្តិចសត្វបិសាចបង្គោលមួយក្រុមបានឡោមព័ទ្ធនិងវាយប្រហារដល់បិសាចរមាសបិសាចរមាសទប់មិនបានបិសាចរមាសនោះក៏ត្រូវរបួសទៅបែរជាអាគ្នាច្រើនធ្វើបាបគ្នាតិចផងយើងពិតជាមិនចូលចិត្តជាមួយនឹងទង្វើបែបនេះទេយើងជួយឯងទៅចោះសត្វរមាសទីបំផុតសត្វបិសាចលំហបានងាប់អស់ហើយដល់ពេលដែលយើងត្រូវជួយឯងហើយសត្វបិសាចលំហរមាសលោកគ្រូហុងបានប្រើប្រាស់ដំណក់ទឹកវីតាមីនពណ៌សគឺជាដំណក់ទឹកវីតាមីនសម្រាប់ព្យាបាលរបួសពេលនោះសត្វបិសាចលំហរមាសក៏បានជាសះស្បើយទីបំផុតឯងជាហើយយើងត្រូវធ្វើដំណើរទៅមុខបន្តទៀតដើម្បីស្វែងរកសំណាងឯងមិនចាំបាច់គោរពខ្ញុំនោះទេបងសម្លាញ់សត្វបិសាចរមាសនេះហាក់ដូចជាចង់ដើរតាមបងហើយប្រហែលជាវាចង់ធ្វើជាសត្វចិញ្ចឹមរបស់បងមិនខានល្អចាប់ពីថ្ងៃនេះតទៅឯងធ្វើដំណើរជាមួយខ្ញុំទៅចុះប្តីរបស់ខ្ញុំពិតជាលយមែនបានហើយឥឡូវនេះឯងអាចប្រាប់ខ្ញុំបានហើយថាមូលហេតុអ្វីទៅបានជាឯងបង្កើតជំរំចោលនៅក្បែរអាណាចក្រអង្គរបែបនេះតើខ្ញុំគួរតែប្រាប់ព្រះនាងពីត្រង់ចំណុចណាទៅតាមពិតទៅនោះត្រកូលនាគរាជរបស់យើងមានទំនាក់ទំនងជាមួយនឹងត្រកូលមនុស្សជាយូរលង់ណាស់មកហើយបើយើងនិយាយអំពីប្រវត្តិសាស្ត្រវិញអាណាចក្រហ្វូណនដែលជាដើមកំណើតនៃអាណាចក្រអង្គរនេះក៏មានប្រភពតាក់ទងទៅនឹងត្រកូលនាគរាជរបស់យើងដែរការសាងសង់ជំរំចៅនេះស្ដេចបច្ចុប្បន្នក៏បានដឹងដែរមានន័យថាជំរំចៅនេះគឺអាចជួយអាណាចក្រអង្គរបានមែនទេត្រូវហើយជំរំចៅរបស់ខ្ញុំប្លន់តែមន្ត្រីខិលខូចពុករលួយនិងអ្នកលបលន់តែប៉ុណ្ណោះប្រាក់ដែលទទួលបានពួកខ្ញុំយកទៅចែកជូនជនក្រីក្រលំបាកបើជាបែបនេះមិនអីនោះទេខ្ញុំស្មានតែត្រង់មករំលាយក្រុមចៅខ្ញុំទេតាបើអាណាចក្រអង្គរជួបបញ្ហាតើឯងនឹងជួយទេអាណាចក្រអង្គរជួបបញ្ហាទូលបង្គំប្រកាសជាជួយមិនខានដូច្នេះឯងឆាប់រៀបចំកងទ័ពទៅនឹងមានសង្គ្រាមឆាប់ៗនេះមិនខានទូលបង្គំនឹងធ្វើតាមការដឹកនាំរបស់ព្រះនាងបោះស្បាខ្ញុំមិននឹកស្មានថាព្រះអង្គក៏ដឹងរឿងនេះដែរសោះគឺថាមាននារីអាត់កំបាំងម្នាក់បានផ្ញើលិខិតមកឲ្យខ្ញុំនារីអាត់កំបាំងនោះគឺជាមនុស្សរបស់លោកហុងនេះឯងល្អិតនេះលើកនេះសាងគុណសម្បត្តិធំណាស់ព្រះបិតាមិត្តភក្តិរបស់ព្រះបិតាមកហើយថ្ងៃនេះឯងមានអារម្មណ៍ល្អខ្លាំងណាស់មែនទេមកដល់អាណាចក្ររបស់យើងមិនសូវល្អទេឯងនេះជាមិត្តរបស់យើងហេតុអ្វីអាណាចក្រឯងមានរឿងឯងមិនប្រាប់យើងណ៎ហើយចុះបានជាឯងដឹងទៅហើយឥឡូវនេះយើងពិភាក្សាគ្នាទៅចុះល្អខ្ញុំមានគំនិតមួយយើងអាចលួចយកពិភពកងទ័ពនោះបានគំនិតរបស់ក្មួយពិតជាល្អមែនពូសូមសរសើរអរគុណហើយលោកពូនិយាយអញ្ចឹងអាប្អូនហុងបានផ្ញើថ្នាំនេះចំនួន6គ្រាប់យកមកឲ្យឯងយើងមិនដឹងថាថ្នាំនេះគេប្រើសម្រាប់អ្វីនោះទេអាប្អូនហុងរបស់ឯងពិតជាគិតគូរចំពោះបុត្រីរបស់យើងមែនអាប្អូនហុងម្នាក់នេះយើងបានសម្លឹងគេយូរហើយទុកឲ្យគេធ្វើជាកូនប្រសារយើងហាមឯងមកដណ្ដើមចុះប្រសិនបើយើងចង់ដណ្ដើមតើវាយ៉ាងម៉េចថ្នាំនេះព្រះនាងបោះស្បាបានឲ្យច្បាស់ណាស់ហេតុអ្វីបានជាឲ្យខ្ញុំប្រាប់ថាអាប្អូនហុងជាអ្នកឲ្យទៅវិញតើអ្នកទាំងពីរមានទំនាក់ទំនងអ្វីទៅរឿងដែលយើងឲ្យស៊ើបពីព្រះនាងតើឯងស៊ើបដល់ណាហើយ
លោកគ្រូព្រះនាងពិតជាមានគេលួចជួយដោយសម្ងាត់មែនឯងបញ្ជូនមនុស្សទៅចាប់ការអ្នកដែលលួចជួយនោះទៅបាទលោកគ្រូខ្ញុំនឹងធ្វើតាមពួកឯងត្រូវត្រៀមខ្លួនជានិច្ចបាទអ្នកដឹកនាំតើពិធីជប់លៀងនៅរាជវាំងយើងនឹងទៅទេអ្នកដឹកនាំយើងប្រកាសជាទៅខ្ញុំគិតថាអាណាចក្រអង្គរប្រកាសជាមានផែនការអ្វីមិនខានត្រឹមត្រូវណាស់ពួកយើងទាំងអស់គ្នាប្រសិនបើទៅចូលរួមត្រូវតែប្រយ័ត្នប្រយែងខ្ញុំនឹងទៅស៊ើបមើលនៅព្រះបរមរាជវាំងទីនេះមែនទេដែលឯងប្រាប់ថាមានរបស់ល្អនោះបើតាមមើលទៅបិសាចលំហរមាសនេះមិនកុហកខ្ញុំនោះទេនៅទីនេះពិតជាមានរូងមួយមែនថាមិនត្រូវនៅក្នុងរូងនេះអាចនឹងមានរបស់ល្អពិតមែនលោកប្តីអូនពិនិត្យរួចហើយទីនោះគ្មានគ្រោះថ្នាក់ទេតើអូនមិនអីទេមែនទេឥឡូវនេះសុខភាពអូនគឺមិនអីទេរ៉ូមៀឯងនៅយាមនៅមុខរូងនេះហើយយើងនឹងចូលទៅទីនេះគឺទទេស្អាតមានតែអក្សរចម្លែកមើលមិនយល់ខ្ញុំសាកល្បងពិនិត្យមើលសិនតាមពិតគឺពិតជាមានអត្ថកំបាំងនៅទីនេះមែនអូនសម្លាញ់នៅទីនេះគឺមានក្បួនសឹកបើដូច្នេះបងគួរតែស្វែងយល់ពីក្បួនសឹកនេះទៅបងដូចជាមិនចាប់អារម្មណ៍ក្នុងការសិក្សាក្បួនសឹកនេះទេបងសាកល្បងរៀនទៅអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយល្អបងនឹងសាកល្បងស្វែងយល់ពីក្បួនសឹកនេះតើលោកគឺជានរណាយើងគឺជាអតិទេពសង្គ្រាមឆ្លងកាត់បទពិសោធន៍ប្រយុទ្ធជាមួយនឹងបិសាចរាប់ពាន់ម៉ឺនឆ្នាំយើងក៏បានចងក្រងក្បួនសឹកនេះឡើងដោយសារតែដូនតារបស់ឯងអង្វរយើងឲ្យទុកក្បួនសឹកនៅក្នុងលំហមរតកនេះម្ល៉េះហើយឯងនឹងមិនបានសិក្សាពីវានោះទេអរគុណរៀមច្បងសូមរៀមច្បងចាប់ផ្ដើមមកចោះខ្ញុំមិននឹកស្មានថាសាលាអង្គររាជវាំងបែរជាក្បត់នឹងព្រះអង្គបែបនេះសោះថែមទាំងធ្វើបាបដល់ព្រះនាងទៀតត្រូវហើយដើម្បីសម្លាប់អាសត្វបិសាចកម្រិតទី12នោះបានគន្លឹះសំខាន់ជាងគេគឺស្ថិតនៅលើអ្នកនាងភក្ត្រាមានតែអ្នកនាងភក្ត្រាទើបអាចចាត់ការជាមួយនឹងគេបានខ្ញុំយល់ហើយមុនការពារនៅលើខ្លួនរបស់ខ្ញុំប្រៀបដូចជាទឹកវិជារបស់បិសាចនោះប្រៀបដូចជាភ្លើងវិជារបស់ខ្ញុំអាចសង្កត់វិជារបស់គេបានមួយរយៈដូច្នេះបងស្រីចង់យកអ្នកនាងភក្ត្រាធ្វើជាក្បួនដើម្បីសង្កត់វិជាបិសាចនោះមែនទេត្រូវហើយអ្នកផ្សេងទៀតការពារក្បួនឯបងទៅសម្លាប់បិសាចនោះស្ដាប់តាមបងស្រីទៅចោះខ្ញុំមានអារម្មណ៍ថាធ្លាប់ឃើញបងស្រីនៅកន្លែងណាមួយតាមពិតនៅក្នុងក្បួនសឹកនេះគឺនិយាយអំពីយុទ្ធសាស្ត្រនិងចិត្តសាស្ត្រក្នុងការធ្វើសង្គ្រាមប្រហែលជាថ្ងៃណាមួយខ្ញុំនឹងប្រើវាមិននិយាយរកបងបែបនេះប្រហែលជាខឹងនឹងបងដែលចូលមកហើយបានជាបងមកទៅហើយអូននឹងធ្វើឲ្យពេលវេលានៅទីនេះយឺតជាងខាងក្រៅទៅចោះមិនចាំបាច់នោះទេព្រោះធម្មពលនៅក្នុងខ្លួនអូនមិនទាន់មានស្ថិរភាពនោះឡើយធ្វើបែបនេះអាចប៉ះពាល់ដល់អូនបានជាបងនិយាយបែបនេះទៅហើយដូច្នេះបងឆាប់ទៅវិញទៅបងមិនទាន់បាននៅក្បែរអូនផងអូនដេញបងទៅវិញទៅហើយហេតុអ្វីអូនដាច់ចិត្តម្ល៉េះអូនមិនចាំបាច់បារម្ភទេនៅខាងក្រៅមានបិសាចរមាសចាំការពារហើយរឿងគ្រប់គ្រងពេលវេលានៅក្នុងលំហអមតៈនេះទុកឲ្យបងជាអ្នកធ្វើទៅចោះ
ពិតជាសយមែនចូលមកក្នុងលំហមរតកនេះមិនទាន់ទទួលបានកំណប់អ្វីផងបែរជាជួបបិសាចទៅវិញបិសាចលំហនេះប្រហែលជាចង់ស៊ីខ្ញុំហើយបានហើយយើងមិនចង់លេងសើចជាមួយពួកឯងយូរពេកនោះទេវិជ្ជាមេធ្មប់ធម្មពលបំផ្ទុះប្រយុទ្ធគ្នាជាមួយនឹងបិសាចលំហខ្ញុំបានចំណាយធម្មពលអស់ច្រើនណាស់ខ្ញុំគួរតែសម្រាកនៅទីនេះសិនចុះអូយខ្ញុំអរគុណលោកហើយដែលបានជួយដល់ខ្ញុំគុណនេះខ្ញុំនឹងសងលោកវិញនៅថ្ងៃណាមួយតើប៉ុន្មានថ្ងៃមុននេះលោកប្រទះឃើញកំណប់អ្វីខ្លះទៅទីនេះធំល្វឹងល្វើយអ្វីអាស្រ័យលើនិស្ស័យតែប៉ុណ្ណោះតើនាងដឹងទេកំណប់ពិតប្រាកដនៅទីនេះមិនមែនសំដៅទៅលើរបស់ឬមួយក៏ជាវត្ថុអ្វីឡើយតាមពិតវាគឺជាប្រភពធម្មពលនៅទីនេះគឺមានធម្មពលគ្រប់កន្លែងពេលដែលយើងស្រូបចូលទៅអាចនឹងធ្វើឲ្យធម្មពលរបស់យើងកើនឡើងតើនាងមានដែលសង្កេតដែរឬទេតាំងពីនាងចូលមកធម្មពលរបស់នាងមានការកើនឡើងអ្វីដែលគេនិយាយពិតជាត្រឹមត្រូវណាស់សូម្បីតែរឿងបែបនេះក៏គេអាចគិតឃើញដែរពិតជាមនុស្សដែលមានទេពកោសល្យមែនទាំងនេះគឺសិតតែជាប្រភពធម្មពលតាមពិតទៅធម្មពលរបស់ខ្ញុំបានកើនឡើងដោយសារតែខ្ញុំនៅទីនេះនាងឆាប់សម្រាកទៅហើយឆាប់ប្រមូលយកធម្មពលនៅទីនេះទៅចុះល្អខ្ញុំអរគុណដល់លោកហើយបានជានាងនៅទីនេះទៅហើយខ្ញុំត្រូវដោះស្រាយរឿងមួយចំនួននៅក្នុងលំហអមតៈលោកប្តីបាទប្រពន្ធយើងចាប់ផ្ដើមទៅល្អបងនឹងសាកល្បងគ្រប់គ្រងពេលវេលានៅក្នុងលំហអមតៈនេះលោកប្តីប្រសិនបើបងមិនអាចធ្វើបានទេបងមិនចាំបាច់បង្ខំពេកនោះទេធម្មពលចិត្តរបស់បងឈានដល់កម្រិតទី12ហើយបងប្រកាសជាអាចធ្វើវាបានបងចាប់ផ្ដើមហើយទីបំផុតខ្ញុំអាចគ្រប់គ្រងពេលវេលានៅក្នុងលំហអមតៈនេះបានហើយអូនសម្លាញ់ពេលនេះពេលវេលានៅក្នុងលំហអមតៈគឺនៅក្នុងដៃរបស់បងពេលបងចូលមកបងនឹងធ្វើឲ្យពេលវេលាដើរយឺតជាងនៅខាងក្រៅពេលដែលបងចេញទៅវិញបងនឹងធ្វើឲ្យពេលវេលាដើរស្មើគ្នាតើលោកសម្លឹងមើលអ្វីហ្នឹងប្រសិនបើនាងខ្លាចខ្ញុំបែបនេះខ្ញុំគិតថាយើងគួរតែស្វែងរកអ្នកផ្សេងទៀតដើម្បីឲ្យមានមនុស្សកាន់តែច្រើនខ្ញុំគិតថាមនុស្សច្រើនពេកនាំតែពិបាកវឹកហាត់នោះទេអារម្មណ៍ពេលដែលលួចមើលនិងពេលដែលអង្គុយមើលដោយផ្ទាល់គឺពិតជាខុសគ្នាខ្លាំងណាស់កាលនោះបងបានចូលមកហើយឃើញទិដ្ឋភាពនេះដោយចៃដន្យពេលនោះបងភ័យខ្លាំងណាស់តែមិននឹកស្មានថាគូព្រេងពិតជាមិនព្រាត់មែនចុងក្រោយអូននៅតែក្លាយជាប្រពន្ធរបស់បងពេលនេះពេលវេលានៅទីនេះយឺតជាងខាងក្រៅចំនួន100ដងបងមិនស្ដាយប្រភពធម្មពលនៅក្នុងលំហមរតកទេមែនទេប្រភពធម្មពលនៅខាងក្រៅមិនដេចនឹងអាចប្រៀបទៅនឹងប្រភពធម្មពលនៅទីនេះទៅតែយ៉ាងណាធម្មពលនៅខាងក្រៅគឺមានប្រយោជន៍សម្រាប់រាងកាយរបស់បងមិនអីទេអូនសម្លាញ់បងមិនឲ្យឱកាសនេះខាតបង់ទៅទេនោះឡើយនៅក្នុងលំហមរតកច្បាស់ជាមានលាភសក្ការៈផ្សេងទៀតបន្ទាប់ពីជួបជាមួយអូនរួចបងនឹងបន្តរករកបន្តទៀតបងត្រូវប្រយ័ត្នរបស់ដែលល្អច្បាស់ជាមានសត្វបិសាចខ្លាំងៗការពារមិនខានមិនអីទេអូនសម្លាញ់
បងប្រកាសជាថែខ្លួនឲ្យល្អដើម្បីនៅមើលថែអូនហើយប្តីសម្លាញ់នៅពេលណាដែលបងមានសមត្ថភាពអាចគ្រប់គ្រងធម៌ពលលំហអមតៈនេះបានហើយអូនប្រកាសជាចាក់ចេញពីក្នុងលំហអមតៈនេះនៅពេលនោះគឺជាពេលវេលាដែលយើងត្រូវបែកគ្នាហើយតើភាពផ្អែមល្ហែមនេះអាចថិតថេរបានយូរប៉ុណ្ណាទៀតទៅវិជាកំណត់ដឹងរបស់ខ្ញុំអាចធ្វើឲ្យខ្ញុំដឹងរឿងជំវិញខ្លួនបានវាប្រឆាំងរាល់ការបំភាន់គ្រប់យ៉ាងនៅក្នុងលោកធ្វើឲ្យខ្ញុំបានមើលឃើញពីទស្សនវិជ្ជានៅជុំវិញខ្លួនក៏ប៉ុន្តែខ្ញុំគិតថាការមើលឃើញនេះគួរតែអាចចែករំលែកទៅកាន់អ្នកដទៃដូច្នេះខ្ញុំនឹងសាកល្បងធ្វើការចែករំលែកការកំណត់ដឹងនេះទៅកាន់បុគ្គលម្នាក់ទៀតដើម្បីឲ្យគេបានឃើញដោយដែលខ្ញុំបានឃើញខ្ញុំនឹងសាកល្បងបញ្ជូនទស្សនវិជ្ជានេះទៅឲ្យនាងហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចជាបានដឹងរឿងនៅជុំវិញខ្លួនបែបនេះឬមួយក៏ទស្សនវិជ្ជានេះគឺលោកជាអ្នកបញ្ជូនមកសូម្បីតែរឿងបែបនេះក៏លោកប្តីនឹកឃើញដែរតើនាងមានឃើញអ្វីទេខ្ញុំដូចជាឃើញទស្សនវិជ្ជានៅជុំវិញទីនេះតើទស្សនវិជ្ជាទាំងនោះលោកបញ្ជូនមកមែនទេត្រូវហើយតើលោកអាចធ្វើបានយ៉ាងម៉េចទៅរឿងនេះខ្ញុំនឹងប្រាប់នាងនៅពេលក្រោយខ្ញុំគិតថារឿងដែលសំខាន់នៅពេលនេះពួកយើងទាំងពីរនាក់គួរតែធ្វើដំណើរទៅមុខដើម្បីរករកលៀបសក្ការៈផ្សេងទៀតល្អបងបែរជាគិតឃើញវិធីដូចនេះពិតជាល្អមែនបើអញ្ចឹងអូនគួរតែផ្ដល់រង្វាន់ឲ្យបងហើយតើបងមិនចេះហត់ទេមែនទេអូនភ្លេចហើយមែនទេបងជាស្ដេចថ្នាំបងមានថ្នាំបើកលៀនណាខ្ជិលនិយាយជាមួយបងណាលោកគួរតែស្វែងរកបងស្រីបរមីទៅព្រោះគាត់បានផ្ដាច់ពាក្យជាមួយបងប្រុសខ្ញុំហើយហារឿងនេះប្រហែលជាលោកគ្រូក៏មិនទាន់ដឹងដែរពេលនេះគាត់បានផ្ដាច់ពាក្យហើយលោកគឺមានឱកាសហើយខ្ញុំជាមួយនឹងបរមីគ្រាន់តែជាមនុស្សសញ្ចេតនាសិស្សច្បងនិងសិស្សប្អូនតែប៉ុណ្ណោះខ្ញុំមិនដែលគិតអ្វីចំពោះគេឡើយអារម្មណ៍ខ្ញុំពេលនេះអ្នកដែលខ្ញុំចង់ស្វែងរកចង់ការពារគឺជានាងតើគេកំពុងតែសារភាពស្នេហ៍មែនទេហេតុអ្វីបេះដូងខ្ញុំលោតញាប់បែបនេះតើនរណាឲ្យលោកការពារទៅបានជានាងនៅស្ងៀមទៅហើយមានន័យថានាងចង់ឲ្យខ្ញុំការពារហើយខ្ញុំនឹងការពារនាងរហូតដល់ពេលយើងចេញទៅវិញខ្ញុំចង់ឲ្យនាងផ្សំថ្នាំមួយប្រភេទដែលធ្វើឲ្យយើងហិតចូលទៅធ្វើឲ្យយើងបាត់បង់ស្មារតីមិនចាំរឿងដែលកើតឡើងដើម្បីជួយដល់អាណាចក្រអង្គរខ្ញុំម្ចាស់នឹងជួយព្រះនាងតើខ្ញុំគួរតែសួរនាងពីដំណឹងគ្រូរបស់នាងដែរទេថ្នាំនេះក៏អាចប្រើប្រាស់សម្រាប់មនុស្សប្រុសដែលព្រះនាងស្រឡាញ់ផងដែរភូមិគ្រឹះស្ដេចថ្នាំនេះពិតជាធំគ្រាន់បើមែនខ្យល់អ្វីបក់នាងឲ្យមកដល់ភូមិគ្រឹះនេះទៅគឺថាខ្ញុំមកទីនេះគឺដើម្បីស្វែងរកថ្នាំមួយចំនួនខ្ញុំដឹងថាលោកប្រកាសជាមានតើចំការថ្នាំរបស់លោកនៅម្ដុំណាដែរនាងចង់បានអ្វីគ្រាន់តែប្រាប់ខ្ញុំមកខ្ញុំឲ្យគេបេះឲ្យនាងមិនបាច់នោះទេពីព្រោះថាថ្នាំខ្លះគឺជាការសម្ងាត់ខ្ញុំមិនអាចឲ្យលោកបានដឹងនោះទេអាចថាថ្នាំខ្លះអាចបង្កការភ្ញាក់ផ្អើលហើយខ្ញុំក៏ខ្មាស់អៀនដល់លោកផងដែរបានជាបែបនេះអ្នកនាងទៅបេះថ្នាំនោះដោយខ្លួនឯងទៅចោះដូច្នេះខ្ញុំមិនគួរសមទេខ្ញុំអរគុណលោកហើយនៅពេលដែលខ្ញុំបេះថ្នាំរួចខ្ញុំនឹងត្រឡប់ទៅវិញតែម្ដងមិននឹកស្មានថាទស្សនវិជ្ជានៅក្នុងលំហមរតកនេះពិតជាស្រស់ស្អាតយ៉ាងនេះសោះ
េតុអ្វីខ្ញុំមានអារម្មណ៍ថាកំពុងតែដើរលេងជាមួយគូស្នេហ៍បែបនេះលោកប្តីនៅខាងមុខបន្តិចគឺមានប្រទាលកន្ទុយគ្រប់ពើភ្លើងបងទៅយកពូជវាមកអូននឹងយកវាដាំនៅក្នុងលំហអមតៈក៏ប៉ុន្តែបងត្រូវប្រយ័ត្នព្រោះនៅទីនោះគឺមានបិសាចកម្រិតអមតៈនៅចាំការពារមិនអីទេអូនសម្លាញ់បងនឹងចរចាជាមួយនឹងវាតាមចិត្តបងទៅចោះ